ចឹងសម្រាប់គ្នាយើងដែលមានបំណងចង់រៀនហើយមិនទាន់ដឹងថាតើគួររៀនយ៉ាងម៉េចឬក៏មិនទាន់មានគេហៅថ្នាក់រៀនណាមួយដែលពួកយើងពិចារណាឃើញក៏អាចសួរនាំខ្ញុំបន្ថែមសិនបើសិនជាជជែកគ្នាជាមួយខ្ញុំទៅឃើញថាមេរៀនរបស់ខ្ញុំឬក៏ទម្រង់បរិញ្ញាបត្ររបស់ខ្ញុំល្អសម្រាប់ពួកយើងអាចយកទៅរៀនបានអាហ្នឹងក៏ពួកយើងចោះឈ្មោះចូលរៀនតែបើសិនជាទម្រង់មេរៀនរបស់ខ្ញុំពួកយើងមិនពេញចិត្តទេពួកយើងកុំអាបោះបង់ត្រឹមខ្ញុំពួកយើងទៅសួរនាំលោកគ្រូអ្នកគ្រូផ្សេងទៀតដើម្បីដឹងព័ត៌មានបន្ថែមហើយពិចារណាសម្រាប់ចិត្តថាតើយើងគួរតែរៀនជាមួយលោកគ្រូណាដែលត្រូវជាមួយយើងព្រោះមិនមែនមានន័យថាគ្រូទាំងអស់គឺសិតតែត្រូវជាមួយយើងឯអ្នកខ្លះគាត់ចូលចិត្តលោកគ្រូអ្នកគ្រូដែលមានសភាពបែបនេះណាលក្ខណៈសម្បត្តិបែបនេះការបរៀនបែបនេះ style បរៀនបែបនេះរបៀបនិយាយបែបនេះអ្នកខ្លះគាត់ចូលចិត្តលោកគ្រូអ្នកផ្សេងទម្រង់ផ្សេងអាយ៉ាប័តផ្សេងអត្តចរិតផ្សេងអញ្ចឹងមិនប្រកាសថាត្រូវទាំងអស់ទេអញ្ចឹងណាអ្នកខ្លះគាត់ចូលចិត្តខ្ញុំអ្នកខ្លះក៏គាត់មិនចូលចិត្តខ្ញុំទៅតាមកូនសិស្សទៅតាមចរិតទៅតាមគេហៅអារម្មណ៍ធម្មជាតិរបស់គាត់អញ្ចឹងណាអាហ្នឹងគឺវាផ្សេងគ្នាចឹងគាត់បញ្ជាក់ថាបើសិនជាចាប់អារម្មណ៍អាហ្នឹងក៏អាចជជែកមួយខ្ញុំសិនឬក៏អាចជជែកជាមួយខ្ញុំក្រោយបន្ទាប់ពីពួកយើងបានជ្រើសរើសសាលាផ្សេងអីហើយប៉ុន្តែមិនគេហៅមិនត្រូវចិត្តឬក៏អីអាហ្នឹងយើងអាចជជែកគ្នាបន្តទៀតបានអញ្ចឹងណាសម្រាប់ពួកខ្ញុំមានពីកម្រិតដំបូងដល់កម្រិតមធ្យមណាហើយសភៅមេរៀននីមួយៗគឺយើងមានសភៅពុំដែរអញ្ចឹងឧទាហរណ៍ដូចកម្រិត1យើងមានមេរៀនសភៅកម្រិត1កម្រិត2យើងមានមេរៀនសភៅកម្រិត2 3 4 ASK អីចឹងទៅយើងមានសភៅពុំផ្សេងគ្នាទៅតាមកម្រិតមួយអញ្ចឹងណាហើយក្រៅអំពីមេរៀនជាសភៅយើងមានជាមេរៀនជាវីដេអូមានមេរៀនជារូបភាពហើយនឹងការសួរនាំយើងជជែកសួរនាំតាមឆាតលំអិតយ៉ាងណាពួកយើងអាចជជែកជាមួយខ្ញុំបានតាម personal chat របស់ខ្ញុំណាឬក៏តាម page របស់ខ្ញុំមួយរយៈនេះឃើញគ្នាយើងចាប់អារម្មណ៍ទៅលើ page ខ្ញុំច្រើនដែរអញ្ចឹងអាចតាមដានខ្ញុំតាមរយៈ page មេរៀនដែលខ្ញុំចែករំលែកជាលក្ខណៈ free ក៏មាននៅក្នុង page ដែរអញ្ចឹងណា page របស់ខ្ញុំគឺ Chinese Online School Channel Telegram របស់ខ្ញុំគឺ Chinese Online School ចំពោះ Facebook personal របស់ខ្ញុំគឺឈ្មោះរបស់ខ្ញុំតែម្ដងណានៅសុភត្រាអមជាមួយនឹង personal Facebook ក៏យើងមាន Telegram គេហៅ TikTok ដែរ TikTok ក៏យើងប្រើប្រាស់ឈ្មោះដូចគ្នាគឺនៅសុភត្រាដូចគ្នាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំបញ្ចប់វីដេអូនៅប៉ុណ្ណឹងហើយយើងនឹងជួបជជែកគ្នានៅវីដេអូក្រោយទៀតណាអរគុណ